នេះជាមូលហេតុដែលការពីសម័យមុននៅពេលដែលសម្បត្តិត្រូវបានបិទរួចគេពិបាកនឹងលួចមើលខ្លឹមសារខាងក្នុងដោយមិនបង្សល់ស្នាមខ្លាំងណាស់បន្ទាប់ពីសរសេរសម្បត្តិរួចម្ចាស់សម្បត្តិនឹងយកក្រមួនបិទត្រាដែលត្រូវបានដុតកម្ដៅរហូតដល់រលាយមកស្រក់នៅលើកន្លែងបិទស្រោមសម្បត្តិបន្ទាប់មកគេនឹងយកត្រាបោះផ្ទាល់ខ្លួនមកសង្កត់ពីលើក្រមួនក្ដៅមួយនោះនៅពេលដែលក្រមួនត្រជាក់និងរឹងវានឹងភ្ជាប់ស្រោមសម្បត្តិឲ្យជិតល្អហើយបង្កើតជាត្រាដែលមានស្នាមសម្គាល់ពិសេសនៅក្នុងសម័យដែលមិនទាន់មានបច្ចេកវិទ្យាសារ encrypt ឬមធ្យោបាយការពារព័ត៌មានដូចសពថ្ងៃការបិទសម្បត្តិដោយក្រមួនគឺជាវិធីសាស្ត្រមួយដែលមានប្រសិទ្ធភាពក្នុងការការពារកុំឲ្យអ្នកដទៃលួចបើកអានសម្បត្តិក្នុងអំឡុងពេលដឹកជញ្ជូនប្រសិនបើនរណាម្នាក់ព្យាយាមបើកសម្បត្តិដោយគ្មានការអនុញ្ញាតក្រមួនបិទត្រានឹងប្រេះបែកឬខូចទ្រង់ទ្រាយភ្លាមៗដូច្នេះនៅពេលដែលអ្នកទទួលឃើញត្រាមានសភាពខូចគេនឹងអាចដឹងភ្លាមថាសម្បត្តិនោះនឹងត្រូវគេបើកអានរួចហើយលើសពីនេះទៀតត្រាដែលបានបោះនៅលើក្រមួនក៏ដើរតួនាទីជាហត្ថលេខាឬនិមិត្តសញ្ញាផ្ទាល់ខ្លួនផងដែរអ្នកទទួលអាចផ្ទៀងផ្ទាត់បានថាសម្បត្តិនោះពិតជាផ្ញើមកពីម្ចាស់ដែលគេបានស្គាល់មិនមែនជាសម្បត្តិคล้ายៗឡើយកាលពីប៉ុន្មានរយឆ្នាំមុននៅអឺរ៉ុបត្រាបែបនេះត្រូវគេបានប្រើប្រាស់យ៉ាងទូលំទូលាយមិនត្រឹមតែនៅក្នុងចំណោមរាជវង្សនិងអភិជនតែប៉ុណ្ណោះនោះទេប៉ុន្តែថែមទាំងប្រើនៅក្នុងស្ថាប័នរដ្ឋអ្នកជំនួញនិងអ្នកមានឋានៈក្នុងសង្គមជាច្រើនដែលមានត្រាផ្ទាល់ខ្លួនផងដែរដូច្នេះកុំមើលស្រាលថាវាគ្រាន់តែជាកំណាត់ក្រមួនតូចមួយនៅក្នុងសម័យកាលនោះវាប្រៀបបានទៅនឹងប្រព័ន្ធសុវត្ថិភាពប្រឆាំងនឹងការក្លែងបន្លំឬសោចាក់ការពារឯកសារដ៏ឆ្លាតវៃមួយដែលជួយការពារទាំងភាពសម្ងាត់និងបញ្ជាក់អំពីប្រភពដើមនៃសម្បត្តិមុនពេលដែលពិភពលោកស្គាល់បច្ចេកវិទ្យាសន្តិសុខសម័យទំនើបដូចសពថ្ងៃនេះ